សម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ញើលិខិតជូនលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកស្ដីពីការស្នើសុំចរចាលើកការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកភ្នំពេញសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី4ខែមេសាឆ្នាំ2025នេះបានផ្ញើលិខិតជូនលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកស្ដីអំពីការស្នើចរចាលើការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកក្នុងលិខិតនោះបានបញ្ជាក់ក្នុងលិខិតច្បាស់ថាកន្លងទៅកម្ពុជាយកពន្ធនាំចូលពីផលិតផលពីសហរដ្ឋអាមេរិកមិនលើសពី 35% ករណីនេះកម្ពុជាស្នើសុំឲ្យមានការចរចាជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិកនិងស្នើឲ្យពិចារណាពន្យាពេលការអនុវត្តពន្ធដោយបានរៀបរាប់នេះព្រមជាមួយគ្នានេះដើម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្តនិងស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរកម្ពុជាបដិញ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់ផលិតផលអាមេរិកដោយទម្លាក់តម្លៃពន្ធលើ19ប្រភេទផលិតផលពី 35% មកត្រឹម 5%។